ទី16ខែមករាឆ្នាំ2026នេះក្រុមហ៊ុន Viettel ដែលជាក្រុមហ៊ុនមានម្ចាស់ជាកងទ័ពវៀតណាមដែលយើងស្គាល់ថាជាក្រុមហ៊ុន Telecom ណាដែលជាក្រុមហ៊ុន Telecom ក៏คล้ายទៅជាក្រុមហ៊ុន Semiconductor ធនទំនើបមួយដែលក្រុមហ៊ុន Viettel បានប្រកាសចេញនៅបន្ទះឈិបថ្មីស្រឡាងរបស់ខ្លួនកាលពីថ្ងៃទី16ខែមករាឆ្នាំ2026នេះនៅឯរោងចក្រផលិតបន្ទះឈិបរបស់ខ្លួននៅឯទីក្រុងហាណូយនៅក្នុងតំបន់ហៅឡាក់ High Tech Park គឺជាលើកទី1ដែលក្រុមហ៊ុន Viettel ដែលក្រុមហ៊ុន Viettel បានបង្ហាញនៅសមត្ថភាពរបស់ខ្លួនសម្រាប់ឲ្យទៅជាឧស្សាហកម្មផលិតឈិបថ្ងៃទី16ខែមករាឆ្នាំ2026តាមរយៈទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ពីទីក្រុងហាណូយឲ្យដឹងថាក្រុមហ៊ុន Viettel ដែលមានម្ចាស់ជាកងទ័ពវៀតណាមបានឲ្យដឹងកាលពីថ្ងៃសុក្រនេះថាជាលើកដំបូងដែលប្រទេសវៀតណាមបានផលិតនៅបន្ទះឈិបដោយខ្លួនឯងបានជោគជ័យទាំងស្រុងនៅលើទីតាំងនៃសួនបច្ចេកវិទ្យា Hoa Lak នៅក្នុងទីក្រុងហាណូយដែលក្រុមហ៊ុន Viettel បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាប្រទេសវៀតណាមនឹងអាចបញ្ចេញសមត្ថភាពរបស់ខ្លួនលក់បន្ទះឈិបដែលផលិតដោយក្រុមហ៊ុន Viettel និងក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀតរបស់វៀតណាមពេញទំហឹងរហូតដល់ឆ្នាំ30ខាងមុខនេះនៅក្នុងសួនបច្ចេកវិទ្យាលោកតូឡាំដែលជាមេបកកុម្មុយនីសវៀតណាមបានធ្វើទស្សនកិច្ចនៅក្នុងមន្ទីរពិសោធន៍មួយដ៏អស្ចារ្យដែលក្រុមហ៊ុន Viettel បានបង្ហាញនៅបន្ទះឈិបដែលខ្លួនបានធ្វើហើយវៀតណាមបានក្លាយទៅជាទីតាំងមូលដ្ឋាននៃការរៀបចំ packaging services ដែលបម្រើកិច្ចការឲ្យក្រុមហ៊ុន Intel របស់អាមេរិកក្រុមហ៊ុន Samsung Electronic របស់កូរ៉េក្រុមហ៊ុន Amkor Technology ក្រុមហ៊ុន Qualcomm និងក្រុមហ៊ុន Marvell Technology នៅពេលដែលប្រទេសចិននិងប្រទេសតៃវ៉ាន់គឺជាប្រទេសដែលធំបំផុតខាងផ្នែកជំរុញនៃការផលិតបន្ទះឈិបវៀតណាមបានបោះពួយយ៉ាងលឿនជាទីបំផុតចូលទៅដល់ចំណុចមួយដែលវៀតណាមអាចក្លាយទៅជាតួឯកមួយក្នុងតួឯកពិភពលោកលើការបង្ហាញសមត្ថភាពថានឹងផលិតបន្ទះឈិបបានបន្ទះឈិបគឺជាស្មារតីដ៏ខ្ពស់ដែលបានចេញផលមកពីធនធានមនុស្សវៀតណាមដែលកំពុងតែចម្រើនជឿនលឿនហើយការអប់រំនៅវៀតណាមចាត់ទុកថាមានចំណាត់ថ្នាក់ពិភពលោកក្នុងលក្ខណៈនេះវៀតណាមបានបំពេញសមត្ថភាពរបស់ខ្លួនដោយជោគជ័យក្នុងការផលិតបន្ទះឈិបប្រភេទទំនើបក៏ធ្វើឲ្យមានការតាក់ទាញចិត្តយ៉ាងខ្លាំងឲ្យបណ្ដាវិនិយោគិនបរទេសទាំងឡាយចូលរួមវិនិយោគនៅប្រទេសវៀតណាមនៅពេលថ្មីនេះក្រុមហ៊ុន Amkor និងក្រុមហ៊ុន Hana Micron បានដាក់ទឹកប្រាក់ជាច្រើននៅក្នុងការវិនិយោគរបស់ខ្លួននៅភាគខាងជើងតំបន់បាក់និញនិងបាក់យ៉ាងក្នុងការបង្កើតឲ្យបាននៅសួនបច្ចេកវិទ្យាមួយដ៏ថ្មីស្រឡាងក្រុមហ៊ុន Intel ក៏បាន
ដាក់ទុនជាច្រើនរយលានដើម្បីផលិតនៅសួនបច្ចេកវិទ្យាមួយនៅមិនឆ្ងាយពីទីក្រុងហូជីមិញទេក្រុមហ៊ុន Nvidia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនឹងបង្កើត AI R&D Data Center ដែលនឹងរៀបចំកសាងឡើងចាប់ផ្ដើមតាំងពីឆ្នាំ2025ភាគខាងចុងនេះទៅក្រុមហ៊ុន ASML នៅក្នុងខែមករាឆ្នាំ2026ក្រុមហ៊ុន Dutch ខាង lithography ដ៏ធំមួយនេះបានចុះហត្ថលេខាជាមួយវៀតណាមដើម្បីបង្កើតនៅកម្មសិក្សាស្រាវជ្រាវមួយដ៏ធំនៅប្រទេសវៀតណាមប្រទេសវៀតណាមទោះបីជាកុម្មុយនីសក៏ដោយបានបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងការផលិត chip ពេញអង្គដែលបង្ហាញថាវៀតណាមកំពុងតែមានសមត្ថភាពខាងបច្ចេកវិទ្យាយ៉ាងខ្ពស់គោលដៅនៃប្រទេសវៀតណាមនឹងអាចនាំមកនៅប្រាក់ចំណូលដល់ប្រទេសវៀតណាមចំនួន$25,000 លានជារៀងរាល់ឆ្នាំនៅឆ្នាំ2030ខាងមុខនេះចាប់ពីឆ្នាំ2030ខាងមុខនេះវិស្វករ Semiconductor របស់វៀតណាមត្រូវការផលិតនិងបង្រៀនបង្វឹកឲ្យបានស្ទាត់ជំនាញនៅវិស្វករ Semiconductor យ៉ាងតិច70,000 នាក់ពីព្រោះនៅឆ្នាំ2030ជារៀងរាល់ឆ្នាំយ៉ាងហោចណាស់គេត្រូវការវិស្វករ Semiconductor ចំនួន6ទៅ7,000 នាក់គោលគំនិតនេះវៀតណាមត្រូវផលិតឲ្យបាននៅក្នុងកម្មវិធីសិក្សាអប់រំថ្នាក់ឧត្តមរបស់ខ្លួននៅវិស្វករ Semiconductor ចាប់ពី7,000ទៅ10,000ទៅ15,000 នាក់វៀតណាមកំពុងតែចាប់ផ្ដើមក្លាយទៅជា VN chip manufacturer ដ៏សំខាន់មួយនៅក្នុង player នៃពិភពលោកបច្ចុប្បន្នសប្តាហ៍ថ្ងៃនេះវៀតណាមមានគោលដៅសម្រាប់ឲ្យបានជោគជ័យនៅការរៀបចំខ្លួនឲ្យប្រជាជនវៀតណាមដែលឆ្លងកាត់ឧត្តមសិក្សាផ្នែកវិស្វកម្មនឹងអាចផលិតបាននៅ Semiconductor វិស្វករចំនួន50,000 នាក់នៅក្នុងគោលគំនិតនេះវៀតណាមត្រូវប្រុងប្រយ័ត្នយកចិត្តទុកដាក់ដល់វិស្វករ Semiconductor ទាំងឡាយកុំឲ្យបរទេសទិញយកបានពីព្រោះបើសិនណាជាបរទេស recruit យកបានហើយវិស្វករ Semiconductor នោះចេះតែចាក់ចេញពីប្រទេសវៀតណាមនឹងជួបប្រទះការលំបាកដ៏ខ្លាំងដូច្នេះហើយវៀតណាមចាប់ផ្ដើមរៀបចំនៅប្រាក់ខែថ្មីផ្ដល់ឲ្យនៅវិស្វករវៀតណាមនៅប្រាក់ខែខ្ពស់ជាអតិបរមាដើម្បីជួយឲ្យវិស្វករវៀតណាមស្រឡាញ់និងចូលចិត្តរស់នៅក្នុងប្រទេសវៀតណាមនៅក្នុងបច្ចុប្បន្ននេះវៀតណាមកំពុងតែមានការខ្វះខាតលើវិស្វករ Semiconductor ដែលវិស្វករ Semiconductor ត្រូវការជាទីបំផុតនៅក្នុងទីផ្សារបច្ចេកវិទ្យានិងនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាដែលវៀតណាមធ្វើនេះគឺជាព័ត៌មានណានេះគឺជាព័ត៌មានដែលខ្ញុំយកមកផ្សាយជូនប្រិមិត្តឲ្យដឹងថាវៀតណាមបានបោះជំហាន10ឆ្នាំឬក៏6ឆ្នាំលឿនជាងបោះ10ឆ្នាំឬ6ឆ្នាំលឿនជាងប្រទេសថៃនៅពេលដែលសេដ្ឋកិច្ចកំពុងតែដាំក្បាលចុះបច្ចុប្បន្នប្រទេសថៃបានធ្លាក់ចុះទាំងទំហំ GDP ទាំងសមត្ថភាពនៃការនាំអង្ករចេញទៅក្នុងទីផ្សារពិភពលោកហើយឥឡូវនេះប្រទេសថៃកំពុងតែបរាជ័យនៅក្នុងគោលដៅដែលឈានទៅរកការផលិតបន្ទះ chip នៅឆ្នាំ30ពេលដែលវៀតណាមនៅឆ្នាំ26 4ឆ្នាំមុនប្រទេសថៃឡង់បានជោគជ័យក្នុងការបញ្ចេញបន្ទះ chip ដោយក្រុមហ៊ុន Viettel Semiconductor របស់ខ្លួននេះគឺជាចំណុចដ៏ខ្លាំងក្លាដែលនៅតែរឿងមួយទេថាតើប្រទេសវៀតណាមនឹងក្លាយទៅជាប្រទេស
ដែលមានសេរីភាពកើនឡើងឬទេអាហ្នឹងក៏ជាចំណុចមួយទៅខាងមុខណាបងប្អូនអញ្ចឹងប្រទេសវៀតណាមគឺធ្វើដំណើរទៅមុខហើយបាទណានេះគឺជាព័ត៌មានមួយដែលគួរចាប់អារម្មណ៍នៅពេលដែលប្រទេសកម្ពុជាយើងជាប់ផុងនៅក្នុងជំងឺអួតជំងឺជោហើយនិងជំងឺ fake ដូច្នេះហើយកូនចៅត្រូវខំរៀនណាខំរៀនខាងវិទ្យាសាស្ត្រឲ្យបានច្រើនបើកូនចៅចង់មានអនាគតទៅថ្ងៃមុខអានឹងអញ្ចឹងណាសូមជម្រាបថាត្រូវយកចិត្តទុកដាក់លើការរៀនសូត្រទើបអាចទៅថ្ងៃមុខមានប្រយោជន៍សម្រាប់កូនចៅអញ្ចឹងសូមឲ្យយកចិត្តទុកដាក់ក្នុងការរៀនសូត្រកុំឲ្យធ្វើប្រហែសណាកុំឲ្យធ្វើប្រហែសលើការរៀនសូត្ររបស់ខ្លួននឹងគឺជាចំណែកមួយដែលជាបណ្ដាំហើយនឹងការណែនាំរបស់មនុស្សចាស់ម្នាក់នេះណាកុំឲ្យជោហើយកុំឲ្យឈួតនឹងលបែងកុំឲ្យឈួតនឹងគេបោករឿងtrade កុំឈួតនឹង game ណាហើយកុំសួររឿង game បាទសួររឿង game គឺថាបើឈួតរឿង game គឺថ្ងៃក្រោយគឺអាលាយខ្លួនអូខេអញ្ចឹងសុំកុំឈួតរឿង game កុំជោណាកុំ fake អានឹងអញ្ចឹងបើសិនជាចង់មានអនាគតល្អអូខេជំរាបសួរបាទAustin សួរហើយលោកតាធ្វើម៉េចបានធ្វើឲ្យពងយើងធំបាទទៅជេរហ៊ុនសែនពី3ម៉ាត់ទៅគាត់ឲ្យអង្គរៈគាត់វាយឲ្យពងធំហើយទៅចៅទៅធ្វើឲ្យថតវីដេអូឲ្យតាមើលផងពីព្រោះតាសប្បាយចិត្តអូខេនឹងទី1ទៅជេរហ៊ុនសែននៅមុខទៅនៅគាត់មិនបាច់នៅផ្ទះទេទៅឈរនៅមានឯករាជ្យជេរគាត់ទៅហ៊ុនសែនឲ្យអង្គរៈមកវាយចៅឯងឲ្យបានពងធំហ្នឹងទី1ទី2ទៅវងមូលវាមានឯករាជ្យដេកឲ្យឡានកិនដើម្បីបានពងធំប្រញាប់ទៅហើយដាក់កាមេរ៉ាថតផងតាជួយអបអរណាកូនណាអូខេជួយអបអរណាចៃហ៊ីអូខ្ញុំទៅbreakfast ខ្ញុំចង់ញ៉ាំស៊ុតអញ្ចឹងខ្ញុំក៏ញ៉ាំហើយត្រឡប់មកវិញបាទត្រឡប់មកវិញមកដល់ផ្ទះវិញក៏មើលកូនឆ្កែអីតិចតួចបានធ្វើ show នេះអរគុណបាទខានញ៉ាំយូរញ៉ាំប៉ុន្តែវាខែរងាអញ្ចឹងទៅញ៉ាំស៊ុតម៉ូលីកាជួយបញ្យលពីអនុម័តច្បាប់អត់បានការទេកូនសមុទ្រយើងហ៊ុនសែនសញ្ញេឲ្យយួនខ្លះហ៊ុនសែនរកស៊ីជាមួយសៀមខ្លះសមុទ្រយើងតូចទៅហើយហ៊ុនសែនជោមិនដែលរក្សាមិនដែលចាត់ចែងធនធានសមុទ្រអញ្ចឹងយើងអត់មានអីទេអូនទោះបីអនុម័តធ្វើសច្ចាប័នលើច្បាប់សមុទ្រក៏ដោយក៏កម្ពុជាស្ថិតនៅក្នុងគេហៅថាឱកាសដ៏តិចតួចជាទីបំផុតផ្នែកដែនសមុទ្រអត់មានអីបញ្យលទេម៉ូលីកាបាទហួសពេលហើយពីព្រោះវា40ឆ្នាំជាងសញ្ញេឲ្យគេកាលពីថ្ងៃទី7ខែកក្កដាឆ្នាំ1982ហ៊ុនសែនបានសញ្ញេបង្កើតដែនសមុទ្រប្រវត្តិសាស្ត្រដោយផ្ដល់ឱកាសឲ្យយួនច្បាមយកប្រហែលជាជិត 40000 គីឡូម៉ែត្រកាឡាហើយបណ្ដាលឲ្យដែនសមុទ្រកម្ពុជាខាងខ្ពង់រាបនោះសៀមទៀមទាថាជាតំបន់គងគ្នាអញ្ចឹងធនធានសមុទ្រហើយនឹងដែនសមុទ្រត្រូវរួមតូចដោយសារស្នាដៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលយួនលើកបន្ទប់ហើយហ៊ុនសែននិងហេងសំរិនបំរើនៅមហិច្ឆតាយួនតាំងពីឆ្នាំ1982មកហ្នឹងខាងសមុទ្រខាងដែនដី
រដ្ឋាភិបាលនឹងមានហ៊ុនសែននិងហេងសំរិនបំរើនៅការច្បាមយកដីរបស់យួនតាំងពីឆ្នាំ1983មកបានជាមានបញ្ហាជាមួយសៀមដែលសៀមវាចង់បានដូចគ្នាអញ្ចឹងការអត្ថាធិប្បាយពីច្បាប់សមុទ្រអីមិនបាច់អត្ថាធិប្បាយពួកយើងគេយកអស់ហើយគេយកឡើងម៉ត់ហើយកម្មវិធីក្រុមហ៊ុន Viettel ជាក្រុមហ៊ុនទូរស័ព្ទឥឡូវនេះជាក្រុមហ៊ុន Aerospace ហើយជាក្រុមហ៊ុន Semiconductor ក្រុមហ៊ុននឹងធំមែនតើឥឡូវនេះក្រុមហ៊ុននឹងធំមែនតើគេមានសាខារបស់គេជាក្រុមហ៊ុន Aerospace មានន័យថាគេផលិតយន្តហោះឆាប់គេផលិតបំណែកគេផលិតអីឆាប់ហើយគេជួសជុលយន្តហោះគេក៏ផលិតកំជ្រួចគេក៏ផលិត drone ឆាប់ហើយគេក៏ផលិតបន្ទះ chip ដែលចេញមកហើយណារ៉េតហ៊ានប្រទេសគេកាន់តែរីកចម្រើនហើយប្រទេសយើងមូលហេតុដែលយើងកំពុងតែរងគ្រោះគឺយើងយើងអួតហើយយើង fake នឹងគឺជាបញ្ហារបស់យើងហើយយើងធ្វើបាបប្រជាជនខ្មែរនេះឯងអូខេការធ្វើសច្ចាប័នលើច្បាប់សមុទ្រគ្មានន័យអីទៀតទេនៅពេលដែលកូនខ្មែរបាត់បង់នៅទ្រព្យសម្បត្តិរបស់ប្រទេសជាតិដោយសារមេដឹកនាំNexon តើចប់វិទ្យាល័យរៀនបន្តរៀនបណ្ដាធ្វើការបណ្ដាល្អទេល្អរៀនបណ្ដាធ្វើការបណ្ដាប៉ុន្តែខំរៀនហើយខំរៀនភាសាអង់គ្លេសសង្ហឺចង់សាក់លបងដាក់ពាក្យធ្វើការនៅវៀតណាមឲ្យតែគេមានកម្មវិធីដាក់ទៅបាទសុខចិត្តពិបាកបន្តិចដើម្បីយកពិសោធន៍ណាកូនបាទសារឿនអឿនលោកតាមិនគួរឲ្យជឿសោះនោះថាប្រទេសវៀតណាមដំណើរការទៅមុខប្រទេសថៃបាត់ទៅហើយបាទគេវ៉ាហួសប្រទេសថៃហើយវៀតណាមខ្លាំងគ្រប់វិស័យមែនទេលោកពូច្រើនវិស័យមិនមែនគ្រប់ទេប៉ុន្តែច្រើនមែនទេខាងជលផលវិទ្យាខាងកសិកម្មខាងបច្ចេកវិទ្យាខាងវិទ្យាសាស្ត្រហើយគេក៏សម្បូរធនធានធម្មជាតិគេមានប្រេងគេមានឧស្ម័នច្រើនគេមានទាំងរ៉ែអឺតទៀតបាទត្រឹមត្រូវហើយរស់សុភ័ក្រអាឡៃតែសបាយនឹងជីវិតសត្វរៃលោកតាហេតុអ្វីបានវៀតណាមរីកចម្រើនលំបល់យោនេះសួរហេតុអ្វីទី1គេខំរៀនគេមិនចូលដូចយើងណាទី2គេមាន fake ណាគេធ្វើអីពិតប្រកបរបស់គេអញ្ចឹងចាំបាច់សួរហេតុអីហីបាត់រាល់ថ្ងៃហើយចាឯងរាល់ថ្ងៃពេលមកមើលតាបបួលឲ្យធ្វើអីថាមិនចេះសួរហេតុអ្វីមិនក៏ចេះសួរអញ្ចឹងថ្មថ្ងៃណាបានចៅឯងភ្ញាក់ចាឯងមកជួបតានិយាយសំដីអាក្រក់សងំតាបបួលឲ្យធ្វើអីតាបបួលឲ្យរៀនហើយចាឯងមកសួរតាដែរសួរតារឿងល្ងងហេតុអីបានតខ្ញុំវែងដូចគេឲ្យហ៊ុនសែនទាញទៅវែងហេតុអីបានជាខ្ញុំនឹងវានៅក្រោយគេអត់មានមកពីអត់ចេះប្លន់ទៅរៀនប្លន់ពីហ៊ុនសែនទៅបន្តទៀតហេតុអីបានបាត់ទឹកដីមកពីសញ្ញេឲ្យគេទៅរៀនសញ្ញេពីហ៊ុនសែនទៅហេតុអីបានគេដើរលឿនជាងយើងគេដើរលឿនជាងយើងពីព្រោះការសិក្សាគេល្អគេខំប្រឹងរៀនមេដឹកនាំគេមិនបំផ្លាញជាតិអាហ្នឹងវាចាំបាច់ឆ្ងល់ឯងរាល់ថ្ងៃតាបបួលតែរៀនទៅហើយកូនឯងគិតមើលអ្នកណាបបួលកូនឯងរៀនហ៊ុនសែនមានបបួលរៀនទេហ៊ុនសែនបបួលឲ្យទៅច្បាំងដើម្បីការពារអំណាចគាត់ណាឲ្យធ្វើកថាគាត់ហើយតាបបួលឲ្យរៀនហើយមិននៅសួរហេតុអីមិនកូនភ្ញាក់ឡើងកូនភ្ញាក់ឡើងណានីកូឡាគេធ្វើអាក្រក់ដាក់យើង
ta cua to thế to ấy bây giờ ở riêng cái thưa cọ đại dương có dương đang thời kể bây giờ ở riêng dương ở prang prang chẳng chậm lại men dương to rồi té đấy con anh miền sâm phép to đấy ọt bà cha anh ọt miền sâm phép to cho anh được khom riêng sân cha anh đó là khom nhé à lấy nữa xem vô đây cho anh to bay cho mò cho bà yuan mà vô sâm to bay cho mò hay cho bà chân mà cho anh cả co cho anh to tẹp vào cả nhé cha anh rơ khuôn mình rồi bị bạt trường hồn sán mong bị cha anh là ngon chứ cha anh được khom riêng sân đâm bay đọc luôn sân cha anh mà xua to mấy bà cha anh ọt miền trẻ ấy sao chẳng anh ấy chẳng à nè tôi là cha anh trẻ hình trắng chấm lại bạc tá cha anh khom riêng nè beautiful town overlapping chiang 20,000 km là 30,000 cái nó tới hàng xiêm nè số con thề phòn bát đai là thập tài phiệt bài nhà hồn chẳng ta ai đang bắt bong bát tê bị phản đầy đấy ót bát đấy bát tê ót bát đấy phần phải bát đầy phải bát tại đây đấy bát tê phải bát đầy rịch đầy á xương anh nó bài bị sệt còn nó bà sân mà không bàn admin thập bà sân này toàn là không nè chạy hi Viettel brand value at nearly $9 billion in 24-25 yeah cái chuyện là ngay một thì ICT semiconductor Korea khang bông còn tại khai thân nú nom tranh bàn 30 billion lo cái nhá PC chụp riêng số lục ta ai bỏ sái âm pi tật đầy khmái để xem cục krong bán ta prote mà hàm nái tiêm tê anh mà tiêm tê áo anh mà tiêm tê áo nó mình cái phàm đã ấy cái số mày nó pe chào plan dưỡng cái mà chui vô ở dưỡng đây giờ sắp đây chả mà hàm nái nhưng chả ai mình châu chặt cái pi cả này mà hàm nái chắn chả anh chạy lôi cái chụp kiếm toàn sòng phòng mà hàm nái em rít chả anh chê kì nè na cái mà chui chả anh cái phàm đã chụp kết đó chả này chụp kết ở rừng cái chui không hiển luôn ai cái na cái chui cho anh đây ta xem vô ai ta yuan vô ok vìผมมีดักนอมយើងវាចោលមកសៀតណាសានលីរឿងហ្នឹងគឺពិតអញ្ចឹងហើយណាសាគីវ៉ាតាថៃអាចទិញ drone មានបំពាក់បច្ចេកវិទ្យា AI chip សុំកូនឯងកុំច្រឡំ AI chip គេមិនមែនយកមកដាក់ក្នុង drone ទេអូខេកូនឯងដឹងទេ AI chip មិនមែនគេដាក់នៅក្នុង drone ទេណា drone គេប្រើ chip ផ្សេងគេអត់មានប្រើ AI chip អីទេ drone គេប្រើ chip ផ្សេងប៉ុន្តែទូរៈបញ្ជារបស់គេទេដែល power ដោយ AI ណាហើយកូនឯងកុំភ័យគេទោះបីសេដ្ឋកិច្ចគេដាំក្បាលក៏ដោយកងទ័ពគេគឺគេបំពន់គេយកចិត្តទុកដាក់និងគេទិញសព្វាវុធថែមរាល់ថ្ងៃកូនឯងមិនបាច់ឆ្ងល់ទេគឺគេបន្ថែមរាល់ថ្ងៃឥឡូវនេះគេកំពុងតែតាក់ទងទៅ Sweden ប្រទេសស៊ុយអែតដើម្បីទិញរបស់ថ្មីមកបំពាក់ឲ្យយន្តហោះ Gripen របស់គេទៀតកម្មវិធីខាងទេសចរវៀតណាមឥឡូវចេះតែមានលទ្ធភាពឡើងនៅពេលដែលយើងឥឡូវនេះយើងកំពុងតែអត់យកតម្លៃទឹកថាការពីចិនវាមិនមែនមកមើលអង្គរវត្តទេ
បើសិនអត់មាន scam នៅស្រុកខ្មែរទេចិនក៏វាអត់មកដែរចិនវាអត់មកមើលអង្គរវត្តទេកូនណាក្រសួងព័ត៌មានក្រសួងទេសចរគាត់មិនចេះធ្វើការទេសូភីរៀនអង់គ្លេសកូនភាសាចិនអត់បានការទេរៀនអង់គ្លេសបានមានអនាគតភាសាចិនបានដោះស្រាយធ្វើការបន្តិចបន្តួចសម័យឥឡូវទៅមុខក៏អត់ល្អទេភាសាអង់គ្លេសវិចិត្រមើល YouTube រៀនអង់គ្លេសអត់ចាំបាច់ទិញសៀវភៅអីអានទេមើល YouTube ហើយរៀនភាសាអង់គ្លេស